និយាយពី salmon ហើយនឹង trout នៅខ្មែរយើងឥឡូវនេះហ្នឹងគឺបែកមកបែកភក់ណាហើយហូរទៅជាស្ទឹងទៅជាទន្លេអស់ហើយប្រវាក់ដែរបាទសប្តាហ៍ថ្ងៃហ្នឹងអ្នកលក់ហើយនឹងអ្នកទិញគឺមិនដឹងដូចតែគ្នាហើយការបញ្យល់រវាង trout and salmon ហ្នឹងគឺសើតអត់ច្បាស់បាទអ្នកខ្លះហ្នឹងមិនដែលនឹងស្គាល់ trout ហ្នឹងយ៉ាងម៉េចហើយអ្នកខ្លះហ្នឹងក៏មិនតាន់ស្គាល់ថា salmon ហ្នឹងយ៉ាងម៉េចណាបាទអញ្ចឹងខ្ជិលរវល់ច្រើនព្រោះខ្ញុំសប្តាហ៍ថ្ងៃរស់នៅប្រទេស New Zealand ខ្ញុំស្គាល់ច្បាស់ព្រោះខ្ញុំជាអ្នកស្ទូចត្រីបាទអ្វីទៅជា trout អ្វីទៅជា salmon ប៉ុន្តែសំខាន់បំផុតគឺនៅ New Zealand យើងគឺអត់មានលក់ trout ទេណាគឺមានតែ salmon គឺ king salmon ប្រទេស New Zealand ណាបាទបើនិយាយថាការនាំចេញ king salmon ទៅប្រទេសផ្សេងប្រទេស New Zealand សឹងលេខ1លើពិភពលោកពីព្រោះគេមានកន្លែងចិញ្ចឹមធំបាទនៅខាងSouth Island ណាហ្នឹងហើយបាទហើយយើងខ្ញុំនិយាយបកស្រាយច្រើនថាតើ trout ហើយ salmon ហ្នឹងយ៉ាងម៉េចបាទទុកឲ្យខាងស្រុកខ្មែរគាត់បកស្រាយទៅបាទប៉ុន្តែសំខាន់នៅខាង New Zealand គឺអត់មានលក់ trout ទេបាទបើយើងចង់ញ៉ាំ trout គឺយើងទិញlicense ទៅហើយដល់រដូវវាហ្នឹងគឺគេលក់ license ណាបាទ license យើងទិញជាថ្ងៃក៏បានជាអាទិត្យក៏បានជាខែក៏បានឬក៏ជាឆ្នាំក៏បានហើយយើងទៅស្ទូចខ្លួនឯងបាទខ្ញុំធ្លាប់ទៅសាក់ទៅស្ទូចដែរប៉ុន្តែប្រវាក់រស់ trout បាទព្រោះយើងអត់ដើរចេញទៅឆ្ងាយទៅគេណាបាទហើយចំពោះtrout គឺជាត្រីទឹកសាបបាទ 100% គឺត្រីទឹកសាបណាបាទហើយ salmon ហ្នឹងគឺជាត្រីដែលកើតនៅក្នុងទឹកសាបប៉ុន្តែវាចុះទៅរស់នៅឯសមុទ្រប៉ុន្តែដល់រដូវខែដែលវាត្រូវបន្តពូជហ្នឹងគឺវាវិលត្រឡប់មកវិញដើម្បីបន្តពូជណាបាទអញ្ចឹងគឺខុសគ្នាដាច់រវាង trout ហើយនិង salmon ណាបាទហើយចំពោះសាច់ក៏ខុសគ្នាដែរបាទបើសិនជាយើងធ្លាប់ស្គាល់ trout យើងគ្រាន់តែកលេចមួយឆាច់ដឹងហើយទំហំរបស់ trout គឺអត់មានធំដូច salmon ទេបាទនៅ New Zealand ខ្ញុំនិយាយតែនៅ New Zealand ទេណាខ្ញុំអត់ដឹងថានៅកន្លែងផ្សេងយ៉ាងម៉េចទេបាទប៉ុន្តែបទពិសោធន៍របស់ខ្ញុំគឺនៅ New Zealand ណាបាទហើយអត់ចង់បកស្រាយញញច្រើនទេបាទហើយគាត់ចង់ប្រាប់តែប៉ុណ្្នឹងទេហើយនេះគឺជា salmon បាទរាល់ដងហ្នឹងគឺខ្ញុំទិញច្រើនប៉ុន្តែដោយសារតែសមាជិកគ្រួសាររបស់ខ្ញុំឥឡូវថយអញ្ចឹងខ្ញុំទិញតែដុំជាដុំវិញបាទខ្ញុំធ្លាប់ទិញជាមូក៏មានទិញជាចំហៀងក៏មានដែរបាទជាមួយចំហៀងតែម្ដងណាយើងយកមក slide ខ្លួនឯងបាទហើយsalmon ដែលខ្ញុំទិញមកលើកនេះគឺជា salmon ដែលគេកាត់ជា steak ណាជាកាត់ជាដុំយើងចង់យកមកធ្វើអីក៏បានដែរបាទហើយមានតែប៉ុណ្្នឹងទេបាទហើយខ្ញុំកាត់ហើយបាទសូមអញ្ជើញទាំងអស់គ្នាហើយខ្ញុំចូលចិត្ត salmon ជាមួយទឹកស៊ីអ៊ីវហើយខ្ញុំដាក់ក្រូចឆ្មាបាទក្រូចឆ្មាបន្តិចបាទអញ្ចឹងគឺវាមានរសជាតិប្លែកបាទអ្នកទាំងអស់គ្នាអាចសាកតាមខ្ញុំណាបាទសាកតាមខ្ញុំមើលអ្នកទាំងអស់គ្នាប្រហែលជាប្លែកណាប្លែករសជាតិប្លែកពីយើងធ្លាប់ញ៉ាំជាមួយនឹង wasabi បាទសូមអរគុណច្រើនបាទមានតែប៉ុណ្្នឹងទេបាទជួបគ្នាពេលក្រោយទៀតបាទអរគុណ